Hello ក៏ដូចជាគោរពជំរាបសួរទៅខាងពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានធ្វើ content មួយទាក់ទងជាមួយនឹងការបង្កើតវីដេអូជាលក្ខណៈ Baby ដែលភ្ជាប់ជាមួយនឹងpodcast ព្រមជាមួយនឹង headphone ផងដែរដូច្នេះបើចង់ដឹងគឺបងប្អូនអាចតាមដានទស្សនាដូចតទៅហើយជាដំបូងហ្នឹងគឺបងប្អូនតែមានapp មួយដែលមានឈ្មោះថា ChatGPT ហើយបន្ទាប់ពីការចូលដំបូងរបស់យើងគឺវាត្រូវឲ្យយើង login ឬក៏យើង sign up នៅក្នុងapp ហ្នឹងសិនបន្ទាប់មកគឺបងប្អូនត្រូវការវាយអក្សរតាមខ្ញុំមកបាទហើយត្រូវការផ្ញើទៅកាន់ ChatGPT បន្ទាប់មក ChatGPT នឹង generate ជារូបភាពឲ្យយើងភ្លាមៗហើយយើងអាចធ្វើការរង់ចាំរយៈពេល5នាទីទៅដូច្នេះរូបភាពរបស់យើងគឺ ChatGPT បានធ្វើការ generate ឲ្យរួចរាល់ហើយដូច្នេះរូបភាពនេះមានដល់ទៅ2រូបភាពប៉ុណ្ណោះដូច្នេះខ្ញុំ download ទាំងពីរមកណាបាទហើយក្រោយពីការ download របស់យើងត្រូវចូលទៅក្នុង app មួយទៀតដែលមានឈ្មោះថាបងប្អូនវាយថា Hydra បាទ Hydra ហើយយើងចូលមកបាទនៅក្នុង app ហ្នឹងគឺការចូលម្ដងមុនដំបូងគឺវាទាមទារយើង sign up ឬក៏ login ចូលសិនបាទហើយកន្លែងនេះដោយសារតែរបស់ខ្ញុំបាន login រួចហើយដូច្នេះខ្ញុំចូលនៅក្នុងកន្លែងវីដេអូមកតោះមកអានេះគឺជាទំហំរបស់វីដេអូបាទយើងចង់បានបែបម៉េចដូច្នេះខ្ញុំចង់បានលក្ខណៈ4ជ្រុងឬក៏ carousel បែបនេះបើបងប្អូនយកបែបនេះគឺជាលក្ខណៈ real ហើយអានេះគឺជា transfer ដែលខុសពីលក្ខណៈ real បែបនេះមកវាឆ្លាស់គ្នាវាអញ្ចឹងណាដូច្នេះខ្ញុំយក4ជ្រុងមកហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវការផាសនៅសំឡេងចំណែកមួយទៀតនេះគឺយើងផាសលើរូបភាពរបស់យើងបាទយើងធ្វើការ upload រូបភាពចូលបាទរូបភាពគឺហើយយើងធ្វើការ upload នៅរូបភាពមួយនេះបន្តមកទៀតគឺកន្លែងនេះគឺយើងត្រូវការ add នៅសលេងរបស់ខ្ញុំមួយដែលខ្ញុំបាន download ទុកបាទដូច្នេះខ្ញុំបាន download ទុកនៅកន្លែងឈើនេះហើយ sound នេះតមកខ្ញុំត្រូវការផាសចូលសិតចំណែកឯអានេះជាគុណភាពវីដេអូបាទគុណភាពយើងអាចដាក់បាន7 20 គុត pixel ទៅនឹងហើយហើយអានេះគឺជាអក្សរអមហើយខ្ញុំអាចដាក់ say ថា make image បាទណាគេថា make image គឺខ្ញុំបងប្អូនវាអក្សរធំមក make image បាទ lip sync ដូច្នេះគឺឲ្យរូបភាពហ្នឹងវាធ្វើមាត់ទៅតាមសំឡេងរបស់ខ្ញុំណាបាទតោះមកខ្ញុំចុចទៅលើបាទIdris សំចិត្តទីគឺវាមានត្រីចកម្មឬ TikTok អញ្ចឹងណា